សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Today ហើយអ្វីពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែជាប់ក្នុងជំរំបណ្ដោះអាសន្នក្រោយបទឈប់បាញ់ជាង 7 ខែទោះបីជាជាង 7 ខែបានកន្លងផុតទៅចាប់តាំងពីកម្ពុជានិងថៃបានឯកភាពលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 ដែលរួមមានការបញ្ចប់ការបាញ់ប្រហារនិងការបដិញ្ញាធានាឲ្យជនស៊ីវិលអាចវិលត្រឡប់ទៅកាន់លំនៅឋានដោយសុវត្ថិភាពក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែបន្តរស់នៅក្នុងជំរំបណ្ដោះអាសន្ននិងមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបានវិញនៅឡើយយោងតាមការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានអាយដាមណេតភត្រាលើគេហទំព័រផ្លូវការរបស់លោកមូលហេតុដែលពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានគឺដោយសារតែកងទ័ពថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជានិងអនុវត្តវិធានការមួយចំនួនដូចជាការរាយបន្លាលួសការដាក់ទូកុងតឺន័របិទផ្លូវនិងរារាំងការចូលទៅកាន់ភូមិរបស់ប្រជាពលរដ្ឋអាយដាមក៏បានអះអាងដែរថាមានការកំទេចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួមអាយដាមណេតភត្រាបានបញ្ជាក់បន្ថែមទៀតថាសេចក្តីប្រកាសរួមកាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 បានកំណត់ថាការព្រមព្រៀងរវាងភាគីទាំងពីរមិនត្រូវប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែនអន្តរជាតិឡើយហើយបញ្ហាព្រំដែនត្រូវបន្តដោះស្រាយតាមរយៈគណៈកម្មការចម្រុះព្រំដែន JBC ស្របតាមកិច្ចព្រមព្រៀងនិងច្បាប់អន្តរជាតិមិនមែនតាមរយៈការប្រើប្រាស់កម្លាំងឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេក្នុងការបង្ហោះដដែលនោះលោកបានអំពាវនាវឲ្យភាគីថៃអនុវត្តដោយស្មោះត្រង់នៅសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាដោយបញ្ចប់ការរារាំងការវិលត្រឡប់របស់ពលរដ្ឋនិងសហការជាមួយគណៈកម្មការចម្រុះព្រំដែនដើម្បីធានាឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញលោកក៏បានលើកឡើងដែរថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនិងអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថាប្រជាពលរដ្ឋកម្ពុជាទាំងនេះគួរតែអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញស្របតាមច្បាប់អន្តរជាតិសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Todayក្រសួងទេសចរបើកឱកាសឲ្យនិស្សិតប្រកួតស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមឆ្នាំ 2026 ដើម្បីអភិវឌ្ឍវិស័យទេសចរក្រសួងទេសចរបានប្រកាសបើកឱកាសឲ្យនិស្សិតទូទាំងប្រទេសចូលរួមប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរប្រចាំឆ្នាំ 2026 ក្រោមប្រធានបទការគ្រប់គ្រងវិបត្តិនិងការរៀបចំកែច្នៃក្នុងវិស័យទេសចរកម្ពុជាដើម្បីលើកកម្ពស់សមត្ថភាពស្រាវជ្រាវជំរុញគំនិតច្នៃប្រឌិតនិងរួមចំណែកអភិវឌ្ឍវិស័យទេសចរកម្ពុជាឲ្យកាន់តែមានភាពធន់ចីរភាពនិងស្របតាមនិន្នាការអភិវឌ្ឍថ្មីៗការប្រកួតនេះបើកចំហសម្រាប់និស្សិតសញ្ជាតិខ្មែរដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រដោយអាចចូលរួមជាលក្ខណៈបុគ្គលឬជាក្រុមមិនលើសពី 3 នាក់បេក្ខជនត្រូវរៀបចំអត្ថបទស្រាវជ្រាវបែបអនុវត្តថ្មីៗដែលជាស្នាដៃផ្ទាល់ខ្លួនមានប្រវែងចាប់ពី10ទំព័រដល់15ទំព័រជាភាសាខ្មែរនិងផលិតវីដេអូមិនលើសពី3នាទីដើម្បីសង្ខេបខ្លឹមសារស្រាវជ្រាវព្រមទាំងបង្ហោះលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនក្រសួងទេសចរនឹងវាយតម្លៃស្នាដៃដោយផ្អែកលើគុណភាពអត្ថបទស្រាវជ្រាវវិធីសាស្ត្រស្រាវជ្រាវរចនាបទអត្ថបទខ្លឹមសារវីដេអូនិងការធ្វើបទបង្ហាញនៅវគ្គផ្ដាច់ព្រាត់ម្ចាស់ជ័យលាភីលេខ1នឹងទទួលបានរង្វាន់ 4 លានរៀលលេខ2ទទួលបាន 3 លានរៀលនិងលេខ3ទទួលបាន 2 លានរៀលព្រមទាំងពានរង្វាន់និងវិញ្ញាបនបត្រខណៈរង្វាន់លើកទឹកចិត្តចំនួន12រង្វាន់ដែលមានតម្លៃ 1 លានរៀលក្នុងមួយរង្វាន់ក៏នឹងប្រគល់ជូនផងដែរដំណើរការនៃការចុះឈ្មោះនឹងបន្តរហូតដល់ថ្ងៃទី15ខែសីហាឆ្នាំ 2026 ខណៈការទទួលអត្ថបទស្រាវជ្រាវនិងដំណភ្ជាប់វីដេអូខ្លីនឹងបិទនៅថ្ងៃទី30ខែកញ្ញាឆ្នាំ 2026 លទ្ធផលបឋមគ្រោងប្រកាសនៅសប្តាហ៍ទី1នៃខែវិច្ឆិកាចំណែកម្ចាស់ជ័យលាភីវគ្គផ្ដាច់ព្រាត់នឹងប្រកាសនៅសប្តាហ៍ទី1នៃខែធ្នូមុនពេលរៀបចំពិធីប្រគល់រង្វាន់នៅសប្តាហ៍ទី2ខែធ្នូឆ្នាំ 2026 ក្រសួងទេសចរបានអំពាវនាវឲ្យនិស្សិតដែលមានចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមតាមរយៈ QR Code ដែលមាននៅក្នុងសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Today រដ្ឋាភិបាលថៃប្រឈមនឹងវិបត្តិផ្ទៃក្នុងខណៈរឿងអាស្រូវពុករលួយជាច្រើនកំពុងផ្ទុះឡើង
រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វិរៈគុលកំពុងប្រឈមមុខសម្ពាធផ្នែកនយោបាយកាន់តែខ្លាំងបន្ទាប់ពីរឿងអាស្រូវពុករលួយជាច្រើនកំពុងផ្ទុះឡើងក្នុងរយៈពេលជិត4ខែនៃការកាន់អំណាចស្ថានភាពនេះបានធ្វើឲ្យមានការចោទសួរអំពីស្ថិរភាពរបស់រដ្ឋាភិបាលគណៈបកប្រឆាំងកំពុងត្រៀមដាក់ញត្តិដេញដោលអត់ទំនុកចិត្តលើរដ្ឋាភិបាលនេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកផុសនៅថ្ងៃទី6ខែសីហាឆ្នាំ2026ប្រភពដដែលបានឲ្យដឹងថាសំណុំរឿងដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាងគេគឺការស៊ើបអង្កេតលើការចោទប្រកាន់អំពីការលួចបន្លំនិងការសោកប៉ាន់នៅក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការមូលដ្ឋានក្រោមក្រសួងមហាផ្ទៃការស៊ើបអង្កេតបានរកឃើញការចោទប្រកាន់ថាមានការកែប្រែសញ្ញាកិច្ចការប្រឡងនិងការបង់ប្រាក់សោកប៉ាន់ដែលមានទំហំរហូតដល់ 4.5 ប៊ីលានបាតប្រមាណ130លានដុល្លារអាជ្ញាធរថៃកំពុងពិចារណាលុបលទ្ធផលបេក្ខជនជោគជ័យជិត 6,000 នាក់ខណៈការស៊ើបអង្កេតកំពុងពង្រីកទៅរកបណ្ដាញអ្នកនយោបាយក្នុងតំបន់មួយចំនួនក្រៅពីសំណុំរឿងទាំងនេះរដ្ឋាភិបាលថៃក៏កំពុងរងការរិះគន់ជំវិញគម្រោង THAI Passport តម្លៃ 1.62 ប៊ីលានបាតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលបកប្រឆាំងបានចោទប្រកាន់ថាលក្ខខណ្ឌនៃការដេញថ្លៃត្រូវបានរៀបចំឡើងដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ្នកនយោបាយប៉ុន្តែការចោទប្រកាន់នេះនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទន្ទឹមនឹងនេះគណៈកម្មាធិការរៀបចំការបោះឆ្នោត EC និងនាយកដ្ឋានស៊ើបអង្កេតពិសេស DSI ក៏កំពុងបន្តស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសសមាជិកប្រសិទ្ធិឆ្នាំ2025ដែលមានបុគ្គលជាង200នាក់ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរជាមួយគ្នានេះបកប្រឆាំងប្រជាជនបានប្រកាសថានឹងរៀបចំការដេញដោលអត់ទំនុកចិត្តលើនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីនាពេលខាងមុខទោះបីជាមានការលេចឮព័ត៌មានអំពីការរៀបចំសម្ព័ន្ធភាពនយោបាយថ្មីក៏ដោយក្រុមអ្នកវិភាគភាគច្រើនយល់ថាលទ្ធផលនៃការផ្លាស់ប្តូររដ្ឋាភិបាលនៅពេលខាងមុខនេះមានកម្រិតទាបដោយសារភាពខុសគ្នាផ្នែកនយោបាយរវាងគណៈបកធំៗអ្នកវិភាគនយោបាយថៃបានវាយតម្លៃថាអនាគតរបស់រដ្ឋាភិបាលនឹងពឹងផ្អែកយ៉ាងខ្លាំងលើរបៀបដែលអាជ្ញាធរដោះស្រាយសំណុំរឿងពុករលួយទាំងនេះប្រសិនបើការស៊ើបអង្កេតត្រូវបានអនុម័តដោយតម្លាភាពនិងគ្មានការលំអៀងនោះអាចជួយស្ដារទំនុកចិត្តសាធារណជនបានឡើងវិញប៉ុន្តែប្រសិនបើការស៊ើបអង្កេតមិនអាចឈានដល់ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទេវាអាចបង្កើនសម្ពាធនយោបាយនិងប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលថៃនាពេលខាងមុខរាយការណ៍ដោយ The Khmer Today សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Todayហើយអ្វីពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែជាប់ក្នុងជំរំបណ្ដោះអាសន្នក្រោយបទឈប់បាញ់ជាង 7 ខែទោះបីជាជាង 7 ខែបានកន្លងផុតទៅចាប់តាំងពីកម្ពុជានិងថៃបានឯកភាពលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលរួមមានការបញ្ចប់ការបាញ់ប្រហារនិងការបដិញ្ញាធានាឲ្យជនស៊ីវិលអាចវិលត្រឡប់ទៅកាន់លំនៅឋានដោយសុវត្ថិភាពក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជាជាង 20,000 នាក់នៅតែបន្តរស់នៅក្នុងជំរំបណ្ដោះអាសន្ននិងមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបានវិញនៅឡើយយោងតាមការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានអាយដាមណេតភត្រាលើគេហទំព័រផ្លូវការរបស់លោកមូលហេតុដែលពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានគឺដោយសារតែកងទ័ពថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជានិងអនុវត្តវិធានការមួយចំនួនដូចជាការរាយបន្លាលួសការដាក់ទូកុងតឺន័របិទផ្លូវនិងរារាំងការចូលទៅកាន់ភូមិរបស់ប្រជាពលរដ្ឋអាយដាមក៏បានអះអាងដែរថាមានការកំទេចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួមអាយដាមណេតភត្រាបានបញ្ជាក់បន្ថែមទៀតថាសេចក្តីប្រកាសរួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025បានកំណត់ថាការព្រមព្រៀងរវាងភាគីទាំងពីរមិនត្រូវប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែនអន្តរជាតិឡើយហើយបញ្ហាព្រំដែនត្រូវបន្តដោះស្រាយតាមរយៈគណៈកម្មការចម្រុះព្រំដែន JBC ស្របតាមកិច្ចព្រមព្រៀងនិងច្បាប់អន្តរជាតិមិនមែនតាមរយៈការប្រើប្រាស់កម្លាំងឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេក្នុងការបង្ហោះដដែលនោះលោកបានអំពាវនាវឲ្យភាគីថៃអនុវត្តដោយស្មោះត្រង់នៅសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាដោយបញ្ចប់ការរារាំងការវិលត្រឡប់របស់ពលរដ្ឋនិងសហការជាមួយគណៈកម្មការចម្រុះព្រំដែនដើម្បីធានាឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញលោកក៏បានលើកឡើងដែរថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនិងអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថាប្រជាពលរដ្ឋកម្ពុជាទាំងនេះគួរតែអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញស្របតាមច្បាប់អន្តរជាតិ
រាយការណ៍ដោយ The Khmer Today